សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកចែកលេខជាប្រយោជន៍សម្រាប់ការបង្កើត account Gmail ការបង្កើត account Gmail បងប្អូនទាំងគ្នាខ្លះគាត់ឆ្ងល់ហេតុអីបានជាគាត់បង្កើតទៅគឺទាមទារលេខខ្លះទៅបង្កើតទៅអត់ទាមទារក៏ប៉ុន្តែអាហ្នឹងវាគ្មានវិធីសាស្ត្រអីទេវាគ្រាន់តែតិចតួចតែអ្វីដែលខ្ញុំចង់និយាយគឺវាតកតងទៅលើ device បងប្អូនហ្នឹងហើយបើសិនជា device បងប្អូនអត់ទាន់មាន mail ទេគឺបង្កើតច្បាស់ណាស់ 100% គឺអត់ទាមទារលេខទូរស័ព្ទទេប៉ុន្តែបើសិនជា device ឬក៏ជ្រុំរបស់បងប្អូនឬក៏ទូរស័ព្ទដែលបងប្អូនមាន mail ច្រើនហើយវាអត់ឲ្យយើងបង្កើតទេអញ្ចឹងវិធីសាស្ត្រដែលខ្ញុំតែងតែធ្វើជាទូទៅការបង្កើតនៅលើទូរស័ព្ទដៃនិងលើ Google Chrome គឺនៅលើទូរស័ព្ទដៃល្អជាងមានន័យថាវាមាំជាងណាវាអត់ងាយងាប់ទេប៉ុន្តែបើសិនជាបងប្អូនទាំងគ្នាបង្កើតទៅលើ Chrome គឺភាគច្រើនគឺងាប់ទៅវិញទោះបីជាយើងទិញលេខ verify ក៏ដោយអានេះជាបទពិសោធន៍របស់ខ្ញុំទេហ្នឹងហើយអញ្ចឹងខ្ញុំនឹងបង្ហាញអំពីការបង្កើតអញ្ចឹងឥឡូវខ្ញុំតេស្ត3ជ្រុងឲ្យបងប្អូនមើលថាតើ3ហ្នឹងមួយណាដែលមិនទាមទារលេខមួយណាដែលទាមទារលេខតោះហ្នឹងហើយតោះអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមពីក្បាលដំបូងមកទី1ឥឡូវខ្ញុំដាក់ឈ្មោះអូខេនេះខ្ញុំដាក់ឈ្មោះដូចគ្នា3ហ្នឹងខ្ញុំដាក់ឈ្មោះដូចគ្នាបាទប៉ុន្តែខ្ញុំខុសកតុយខ្ញុំដាក់ដាក់ចេះទៅហាបូអានេះខ្ញុំដាក់ព្រៃអានេះខ្ញុំដាក់ថាវែងបាទអញ្ចឹងខ្ញុំដាក់ខុសតែកតុយទេបងប្អូនចាំមើលតើ3ហ្នឹងខុសគ្នាមិនណាខ្ញុំបង្កើតម្ដង3ឲ្យបងប្អូនមើលតែម្ដងអូខេណាអញ្ចឹងថ្ងៃខែយើងដាក់ដូចតែគ្នាទេយើងស្រែកលើយើងទេអាហ្នឹងយើងដាក់ទៅខ្ញុំនឹងធ្វើឲ្យបងប្អូនភ្លឺភ្នែកមួយណាងាយស្រួលទេអត់ពិបាកទេបងប្អូនណាហ្នឹងហើយបងប្អូនបង្កើតតែជ្រុំទុកចោលទៅក៏បានដែរវាគ្មានបញ្ហាអីទេហ្នឹងហើយអញ្ចឹង Gmail សំខាន់មែនទែនបងប្អូនត្រូវតែមានបើអត់មានយើងពិបាកធ្វើការមិនថា Facebook YouTube TikTok អីទេហ្នឹងហើយអញ្ចឹងខ្ញុំបង្កើតម្ដង3ចាំមើលតើ3ហ្នឹងមួយណាទាមទារលេខមួយណាអត់ទាមទារលេខហ្នឹងហើយអូខេណាអានេះជាជំរើសអានេះយើងចង់រើសខ្លួនឯងក៏បានយើងចង់ select យកតែគេឲ្យក៏បានចែកលើយើងអញ្ចឹងអានេះខ្ញុំ select យកគេឲ្យខ្ញុំ select យកគេឲ្យដូចគ្នាណាខ្ញុំអត់ select យកបង្កើតខ្លួនឯងទេណាខ្ញុំ select យកគេឲ្យឥឡូវខ្ញុំយកនេះយកកណ្ដាលទេខ្ញុំមើលលេខណាស្រួលចាប់ហ្នឹងហើយអូខេអញ្ចឹងខ្ញុំចុច next អូខេខ្ញុំចុច next អូខេខ្ញុំចុច next អូខេអញ្ចឹងយើងដល់ចំណុចដែលយើងត្រូវនេះហើយអូខេអញ្ចឹងខ្ញុំសរសេរ password មួយដាក់ក្នុងហ្នឹងសិនដើម្បីឲ្យងាយស្រួល copy pass លឿនណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំនឹង pass ចូលអូខេ pass ចូលpass ចូលpass ចូលអូខេអញ្ចឹងខ្ញុំនឹងធ្វើការចុច next បន្តទៀតដោយសារ password វាអត់នឹងវាអត់នេះវាមើលទៅវាអត់តាន់ណាអត់តាន់ហ្នឹងមានន័យថាអត់រឹងមាំអញ្ចឹងខ្ញុំបន្ថែមកតុយពីលើមួយទៀតតោះណាហ្នឹងហើយ password ខ្ញុំវាអត់រឹងមាំហ្នឹងន័យថាដល់ពេលអញ្ចឹងទៅដូចស្រួលឧទាហរណ៍យើងដាក់1 2 3អញ្ចឹងហ្នឹងហើយតែអញ្ចឹងវាអត់ឲ្យបង្កើតទេវាចង់ឲ្យយើងដាក់ password ឲ្យរឹងមាំបន្តិចណាអូខេតែនេះខ្ញុំដាក់ឲ្យរឹងមាំបន្តិចទៅបាទខ្ញុំគិតថាបង្កើត1 2 3ទៅតែគេឲ្យដាក់ទេព្រោះវាលឿនពេកវាអាចនឹងងាយស្រួលបាត់បង់ account គេរាវក៏ត្រូវដែរចុច next ចុច next ចុច next បងប្អូនឃើញចាក់ស្ដែងឃើញទេបាទអញ្ចឹងបើ load មកកន្លែងនេះហើយមានន័យថាយើងអត់ចាំបាច់ដាក់លេខទូរស័ព្ទអីទេមានន័យថាគឺ free តែម្ដងបងប្អូនចុច skip ទៅនេះ skip ទៅបាទអញ្ចឹង3ជ្រុំនេះបានមួយបាទបានមួយនេះ skip ទៀតមកបាទនេះមួយមុនគេហើយ skip ទៀតមកនិយាយគេណា agree 3ជ្រុំអត់ទាមទារលេខទាំង3ឃើញទេបាទឃើញទេបងប្អូនបាទគឺបង្កើតអត់មានទាមទារលេខទូរស័ព្ទទេយើងទទួលបាន Gmail ដោយអត់មានលេខទូរស័ព្ទទេដោយសារ Google Chrome នេះខ្ញុំបើកទុកចោលយូរហ្នឹងហើយប្រហែលជាមួយអាទិត្យទេអញ្ចឹងខ្ញុំយកមកបង្កើត account គឺបែបហ្នឹងណាអានេះជាវិធីសាស្ត្រដែលខ្ញុំធ្វើអញ្ចឹងបងប្អូនអាចប្រើវិធីសាស្ត្រហ្នឹងបានឃើញទេបាទនេះជាអ្វីដែលខ្ញុំធ្វើអញ្ចឹងបងប្អូនឃើញទេបាទគឺអត់មានទាមទារលេខទូរស័ព្ទទេគឺ free តែម្ដងបងប្អូនឃើញបាទឃើញចាក់ស្ដែង
បាទហ្នឹងហើយទេបាទអានេះសិតតែ mail ខូចខ្ញុំធ្លាប់បង្កើតខូចនេះណាបាទនេះហ្នឹងហើយនេះជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនណាហ្នឹងហើយនៅពេលដែលបងប្អូនទាំងគ្នាបាទបានបែបហ្នឹងហើយគឺបងប្អូនទាំងគ្នាអាចដាក់លេខទូរស័ព្ទដាក់អីចូលទៅឃើញទេបាទនេះជាចំណុចដែលខ្ញុំចង់និយាយតាក់ទងជាមួយនឹងការបង្កើត Gmail ណាអញ្ចឹងបើសិនជាបងប្អូនចង់បង្កើតបាន Gmail ច្រើនដល់ចាំបាច់ទៀមទាលេខបងប្អូនមួយអាទិត្យពីរអាទិត្យអីបងប្អូនបង្កើតម្ដងទៅហើយបើក Google Chrome ចោលលើទូរស័ព្ទដៃក៏ដូចគ្នាដែរណាអញ្ចឹងគឺ free ណាអត់មានទៀមទាលេខទេខ្ញុំដាក់ម្ដង3 device គឺ free តែម្ដងឃើញទេបាទងាយស្រួលមែនតើហ្នឹងហើយអញ្ចឹងវីដេអូប៉ុណ្ណឹងបានណាកុំឲ្យវែងពេកក្រែងលោនេះអរគុណច្រើនណាហ្នឹងហើយអញ្ចឹងបងប្អូនអាចធ្វើតាមខ្ញុំបានអរគុណ